សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel បន្ទាយ Official ក៏ដូចជាការនិទានសាច់រឿង Absolute Resonance ឬស្រេចអ្នកប្រយុទ្ធរដូវកាលទី1ភាគទី39តែមុននឹងបន្តដល់សាច់រឿងរបស់យើងadmin ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្រុស Charlie ដែលបងបានឧបត្ថម្ភដល់បងចំនួន$5ទៀតតាមរយៈ ABA ហើយបងក៏បានរៀបមកថាម៉ាក់យាយថាគាត់ចូលចិត្តសាច់រឿងឈូហ្វឹងហើយចឹងអរគុណបងប្រុសសូមអរគុណដល់ម៉ាក់យាយផងដែរតាមពិតទៅបើ admin គិតទៅសាច់រឿងឈូហ្វឹងហ្នឹងគឺថាល្អស្ដាប់មែនតើចាំមើលទៅមុខទីទៀតហ្នឹងគឺថាសាច់ចុកពោះ admin សាច់រហូតហើយពាក្យកណ្ដាលយកអីហ្នឹងបើសិនជាមានណាគេនៅក្បែរគេថា admin ឈួតហើយដោយសារសាច់រឿងម្នាក់ឯងចឹងអរគុណបងប្រុសមែនតើសូមជូនពរឲ្យបងប្រុសព្រមទាំងម៉ាក់យាយនិងក្រុមគ្រួសារសុខភាពល្អសំណាងល្អរកទទួលទានមានបានអរគុណបងប្រុសម្ដងទៀតអញ្ចឹងអត់មានអីច្រើនទេកុំឲ្យខាតពេលវេលាយូរតចាប់ផ្ដើមសាច់រឿងជាមួយនឹង admin ទាំងអស់គ្នានៅទីបំផុតលីលូបានអនុញ្ញាតឲ្យបៃហៅដើរចេញលីលូក៏បានសម្លឹងមើលបៃហៅនិងម៉ូឆឹងដែលបានបាត់ខ្លួនទាំងយំហើយគាត់មានអារម្មណ៍ទីទុកជាមុនថាយប់នេះនឹងមិនបានទៅតាមការរំពឹងទុំហើយការសម្លាប់បៃហៅពិតជាត្រូវបានបំផ្លាញចោលបៃហៅប្រហែលជាមិនល្ងងទេគ្រាន់តែគាត់ភ្លាត់ស្នៀនទោះជាយ៉ាងណាក៏ដោយដូនតាចាស់ម៉ូឆឹងដែលបង្ហាញខ្លួនដើម្បីការពារគាត់គឺជារឿងដែលមិននឹកស្មានដល់លីលូក៏បានសម្លឹងមើលទៅកាន់ជាងឈីងអ៊ីគាត់ក៏បានសួរថាហេតុអ្វីបានជាមនុស្សឆ្លាតដូចជាពុកនិងម៉ែបន្សល់ទុំនៅវងមនុស្សបែបនេះនាងបានសើចហើយថាមពលដ៏ភ្លឺចែងចាំងរបស់នាងក៏បានរសាត់បាត់ទៅនាងក៏បាននិយាយថាប្រហែលជាពួកគេមិនខ្វល់ខ្វាយខ្លាំងពេកទេដរាបណាពួកគេនៅក្បែរនោះគ្មានអ្នកណាអាចបង្កបញ្ហាដល់ផ្ទះបានទេចុងក្រោយលីលូក៏បានដកដង្ហើមធំហើយគាត់ក៏បានឧទាហរណ៍ថាប្រហែលមានតែពូពាវប៉ុណ្ណោះដែលអាចប្រយុទ្ធបានយ៉ាងហោចណាស់ពូពាវគឺជាអ្នកអង្គញាបើទោះបីជាគាត់មិនអាចចាកចេញពីទីស្នាក់ការកណ្ដាលដោយហេតុផលអាថ៌កំបាំងក៏ដោយទាំងគាត់មិនអាចប្រើអំណាចរបស់គាត់ជាមួយនឹងការចាកចេញពីទីនោះគឺជាការសោកស្ដាយដ៏ខ្លាំងផ្ទះលូឡានត្រូវការអ្នកអង្គញាយ៉ាងធ្ងន់ធ្ងរដើម្បីពង្រឹងមូលដ្ឋានរបស់វាប្រឆាំងទៅនឹងខ្យល់នៃបញ្ហាវាប្រកាសជាផ្ដល់ឲ្យសត្រូវនៅការប្រុងប្រយ័ត្នជាងនេះជាងឈីងអ៊ីក៏បានក្រវីក្បាលថាកលៈទេសៈរបស់ពូពាវគឺពិសេសយើងមិនអាចគិតថាគាត់គឺជាកម្លាំងដែលអាចដាក់ពង្រាយបានទេនាងមិនបានបាក់ទឹកចិត្តនោះទេដោយមកពីស្ថានភាពកាន់តែអាក្រក់យ៉ាងហោចណាស់នៅពេលនេះនាងមានលីលូដើម្បីជួយនាងថ្មីនេះវីឡាសាំងគ្រីកបានកើនឡើងម្ដងទៀតហើយស្ថានភាពរបស់ផ្ទះលូឡានបានឈានទៅមកកាន់តែប្រសើរឡើងប្រសិនបើពួកគេទទួលបានដើមទុនគ្រប់គ្រាន់ពួកគេប្រកាសជាអាចរីកចម្រើនខ្លាំងជាងមុននាងក៏បាននិយាយថាខ្ញុំបានបញ្ជូននរណាម្នាក់ទៅផ្ដល់ដំណឹងដល់ព្រឹទ្ធាចារ្យយន់ឆេងរួចហើយគាត់នឹងត្រឡប់មកកាន់ទីស្នាក់ការកណ្ដាលរបស់ផ្ទះលូឡាននៅថ្ងៃស្អែកនៅពេលដែលគាត់បានត្រឡប់មកវិញពួកយើងនឹងកាន់តែរឹងមាំលីលូបានងក់ក្បាលព្រឹទ្ធាចារ្យយន់ឆេងគឺជាព្រឹទ្ធាចារ្យដូនតាតែម្នាក់គត់ក្នុងចំណោមព្រឹទ្ធាចារ្យទាំង3ដែលនៅតែស្មោះត្រង់នឹងគាត់និងជាងឈីងអ៊ីតាមការបញ្ជារបស់គាត់កងទ័ពនៃផ្ទះលូឡានបានដកថយដោយស្ងៀមស្ងាត់នៅសល់តែម្ចាស់ព្រះពន្លាលៃចាងនិងមនុស្សពី3នាក់ផ្សេងទៀតប៉ុណ្ណោះនៅពេលបន្ទាប់ទៀតនឹងជាងឈីងអ៊ីក៏បាននិយាយឡើងថាខ្ញុំភ័យខ្លាចថាការជួបជុំគ្នារបស់ផ្ទះលូឡានក្នុងរយៈពេលកន្លះឆ្នាំនឹងកំណត់ជោគវាសនារបស់ផ្ទះលូឡានលីលូបានងក់ក្បាលមិនត្រឹមតែត្រូវជ្រើសរើសម្ចាស់ផ្ទះជាផ្លូវការប៉ុណ្ណោះទេប៉ុន្តែពូពាវក៏បានលើកឡើងថាលំហការពារនឹងធ្លាក់ចុះនៅក្នុងអំឡុងពេលនោះផ្ទះលូឡាននឹងងាយរងគ្រោះខ្លាំងជាពិសេសប្រឆាំងទៅនឹងសត្រូវថ្នាក់អ្នកអង្គញាលីលូបានដកដង្ហើមធំគាត់ក៏បានឧទាហរណ៍ថាมันមានពេលទេកន្លះឆ្នាំគឺมันគ្រប់គ្រាន់ទេជាងឈីងអ៊ីក៏បាននិយាយយ៉ាងម៉ឺងម៉ាត់ថាច្រើនសម្រាប់អ្នកដើម្បីសម្រេចបាននៅពេលនោះវាគឺជា
អាយុជីវិតដែលនៅសេសសល់របស់អ្នកសូមចងចាំថាអ្នកត្រូវតែឈានដល់កម្រិតទី4នៅចុងឆ្នាំទី1របស់អ្នកយ៉ាងហោចណាស់ការផ្លាស់ប្ដូរទី2នៃកម្រិតទី4វាជាការលំបាកប៉ុន្តែអ្នកត្រូវតែធ្វើវាដើម្បីបន្តដំណើរឆ្ពោះទៅមុខនិងក្លាយទៅជាអ្នកអង្គការក្នុងរយៈពេល5ឆ្នាំហើយនាងក៏បានបន្តទៀតថាអ្នកអង្គការ5ឆ្នាំមិនត្រឹមតែត្រូវការទេពកោសល្យប៉ុណ្ណោះទេប៉ុន្តែក៏ត្រូវការសំណាងផងដែរហើយវាគឺជាសំណាងដែលអ្នកមានកូនសោសម្ងាត់នាគមាសខ្ញុំឮថាវាលតោនាគមាសគឺជាកន្លែងវេទមន្តខ្ញុំសង្ឃឹមថាអ្នកនឹងធ្វើវាឲ្យបានល្អហើយវាមិនមែនគ្រាន់តែជាថ្ងៃឈប់សម្រាកនោះទេលីលូក៏បាននឹកគិតថាវាលតោនាគមាសខែក្រោយនេះជាការពិតណាស់វានឹងជាឱកាសដ៏ល្អគាត់នឹងមិនរំលងវានោះទេហើយក៏ជារឿងរីសម្បត្តិផងដែរលីលូមានអារម្មណ៍ឈឺក្បាលនៅពេលដែលគាត់បាននិយាយពីរឿងទាំងពីរនេះយោងទៅតាមពូពាវគាត់នឹងត្រូវការបន្ទុកសាលាប្រហែល100,000បន្ទុកគាត់នឹងមិនអាចទទួលបានទេបើទោះបីជាគាត់បានចុចចំណាត់ថ្នាក់លេខ1ក្នុងការប្រយុទ្ធពេញ1ឆ្នាំក៏ដោយប៉ុន្តែប្រសិនបើគាត់មិនអាចដោះស្រាយភាពប្រហោងរបស់គាត់នឹងមិនអាចឈានដល់កម្រិតទី6បានទេការដាំដុះរបស់លីលូមិនអាចទទួលបានការរាំងស្ទះបែបនេះទេអ្នកផ្សេងទៀតមានជីវិតដើម្បីយកឈ្នះវាប៉ុន្តែលីលូមានរយៈពេល4ឆ្នាំកន្លះការដាំដុះរបស់គាត់គឺជាការប្រណាំងដ៏អស់សង្ឃឹមប្រឆាំងនឹងដីខ្សាច់នៃពេលវេលាគាត់ត្រូវតែព្យាយាមអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបានគាត់មិនអាចបណ្ដោយឲ្យចំណុចខ្សោយជាមូលដ្ឋានមកលើគាត់បានទេគាត់ត្រូវកែតម្រូវវាឲ្យបានឆាប់ទោះបីជាមានបញ្ហាអ្វីក៏ដោយមុនពេលដែលមានបញ្ហាធំបានកើតឡើងជាងឈិងអ៊ីក៏បាននិយាយឡើងថាពួកយើងនឹងត្រឡប់ទៅកាន់សាលារៀនវិញនៅថ្ងៃស្អែកតាក់ទងនឹងបន្ទុកគួរតែមានឱកាសសម្រាប់ការកើនឡើងយ៉ាងខ្លាំងនៅក្នុងខែខាងមុខលីលូក៏បានភ្ញាក់ព្រឺនគាត់ក៏បានសួរថាអូជាងឈិងអ៊ីក៏បានបញ្យល់ថាខ្ញុំស្មានថាតើអ្នកបានធ្លាប់ឮពីរូងភ្នំអម្បារាដែរឬទេលីលូបានមានការងឿងឆ្ងល់គាត់ក៏បានសួរថារូងភ្នំអម្បារាមែនទេគាត់ក៏បានរំលឹកថាអ្នកណែនាំជេច័ន្ទធ្លាប់បាននិយាយវាពីមុនមកមានការភ័យខ្លាចនៅក្នុងភ្នែករបស់ជាងឈិងអ៊ីដែលធ្វើឲ្យលីលូភ័យខ្លាចផងដែរអ្វីដែលគួរឲ្យភ័យខ្លាចដែលធ្វើឲ្យនាងភ័យព្រួយគាត់ក៏មានការភ័យខ្លាចផងដែរជាងឈិងអ៊ីបានដកដង្ហើមចូលយ៉ាងជ្រៅនៅពេលដែលនាងបាននិយាយវាម្ដងទៀតសម្លេងរបស់នាងគឺជាសម្លេងខ្សឹបខ្សៀវនាងក៏បានបន្លឺឡើងតិចៗថានៅក្នុងរូងភ្នំអម្បារាគឺជាពូជសាសន៍ដតីលីលូមានអារម្មណ៍ថាមានដំពងនៅក្នុងករបស់គាត់ដែលគាត់បានលេបចូលមិនមែនជាចម្លើយដែលគាត់បានរំពឹងទុកនោះទេនៅពេលដែលគាត់បានដឹងពីសមរភូមិណបលដែលជាកន្លែងដែលកម្រិតស្ដេចនិងកម្រិតអ្នកអង្គការបានដង្ហែទៅដោយឥតឈប់ឈរក្នុងការស្លាប់នោះលីលូបានដឹងថាពូជសាសន៍ដតីគួរឲ្យភ័យខ្លាចយ៉ាងណាហើយនៅតែមានការយល់ដឹងទៀតថាពូជសាសន៍ដតីគឺនៅឆ្ងាយពីអ្វីដែលគាត់អាចដោះស្រាយបានមុនពេលដែលគាត់ក្លាយទៅជាអ្នកអង្គការហើយនៅពេលនេះជាងឈិងអ៊ីកំពុងតែប្រាប់គាត់ថាមានពូជសាសន៍ដតីនៅក្នុងរូងភ្នំអម្បារាក្រោមសាកលវិទ្យាល័យកែដល់ពិសិដ្ឋដូច្នេះពួកគេតែងតែនៅក្បែរគ្នាមែនទេជាងឈិងអ៊ីក៏បានបញ្យល់ថាពូជសាសន៍ដតីមិនគ្រាន់តែស្ថិតនៅក្នុងសមរភូមិណបលប៉ុណ្ណោះទេពួកគេក៏បានចូលនៅក្នុងពិភពលោករបស់ពួកយើងតាមរយៈភាពប្រេះស្រាំដែលអាចនៅគ្រប់ទីកន្លែងរាជាណាចក្រសៀពិតជាសំណាងណាស់មិនមានការប្រេះឆាច្រើនទេនៅទីនេះហើយជាលទ្ធផលប្រជាជនទូទៅត្រូវបានបំភ្លេចបញ្ហានេះចោលនៅក្នុងតំបន់ផ្សេងទៀតដែលពោរពេញដោយភាពប្រេះឆាកន្លែងផ្សេងទៀតបានលេចឡើងពីពេញដែលនាំទៅរកគ្រោះមហន្តរាយផ្សេងប្រទេសដែលធ្លាប់មាននិងអ្នកមានអំណាចជាច្រើនត្រូវបាននាំឲ្យវិនាសដោយសារតែពូជសាសន៍ក្រៅភូមិនៅក្រោមសាកលវិទ្យាល័យផ្កាយដល់ពិសិដ្ឋ
ចំណុចប្រេះឆាមួយនេះតបជាប់នឹងពិភពលោកទាំងពីរវាត្រូវបានគេហៅថារូងភ្នំអម្ប្រាសាកលវិទ្យាល័យផ្កាយដ៏ពិសិដ្ឋត្រូវបានសាងសង់ឡើងជាផ្នែកមួយដើម្បីទប់ទល់ជាមួយនឹងការប្រេះឆានាយកសាលានៃសាកលវិទ្យាល័យផ្កាយដ៏ពិសិដ្ឋចំណាយពេលភាគច្រើនរបស់គាត់នៅក្នុងរូងភ្នំអម្ប្រាដោយរក្សាវាឲ្យស្ថិតនៅក្រោមការគ្រប់គ្រងគាត់ក៏បានប្រយុទ្ធប្រឆាំងនឹងមនុស្សក្រៅភពដែលខ្លាំងជាងដោយរារាំងពួកគេពីការរត់ចូលមកកាន់ពិភពលោករបស់យើងលីលួបានមានការយល់ដឹងភ្លាមដូច្នេះហើយបានជានាយកសាលាកម្រាប់អានឃើញដូច្នេះគាត់មានបន្ទុកធំជាងដែលត្រូវតែទទួលខុសត្រូវជាងជាងអេក៏បានបន្តទៀតថាទោះបីជានាយកសាលាអាចបង្ក្រាបការប្រេះស្រាំប៉ុន្តែគាត់មិនអាចបំផ្លាញវាទាំងស្រុងបានទេទំនាក់ទំនងបើកចំហជាមួយនឹងពិភពស្រមោលធ្វើឲ្យមានការបំពុលក្នុងពិភពលោករបស់យើងដែលបង្ហាញឲ្យឃើញនៅមនុស្សក្រៅភូមិនៅពេលដែលវាបានរីកធំល្មមការបំពុលនិងមនុស្សក្រៅភពគឺគ្មានទីបញ្ចប់ហើយมันអាចបញ្ឈប់បានហើយប្រសិនបើពួកគេត្រូវបានអនុវត្តឲ្យមានភាពរឹងមាំគ្រប់គ្រាន់ពួកគេនឹងប្រញាប់ប្រញាល់ចេញពីរូងភ្នំអម្ប្រាហើយនឹងធ្វើឲ្យមានការបំផ្លិចបំផ្លាញនាយកសាលាតែម្នាក់ឯងមិនគ្រប់គ្រាន់ទេហើយគាត់កំពុងតែជាប់រវល់ដោះស្រាយជាមួយនឹងមនុស្សក្រៅភពដែលខ្លាំងជាងគេនោះហើយជាមូលហេតុដែលម្ដងម្កាលសាកលវិទ្យាល័យផ្កាយដ៏ពិសិដ្ឋនឹងបើករូងភ្នំអម្ប្រាសម្រាប់ភារកិច្ចសម្អាតអ្នកណែនាំធ្វើការបោសសម្អាតការបំពុលនិងប្រឆាំងជាមួយនឹងពូជសាសន៍ក្រៅភូមិដែលខ្លាំងជាងគេប៉ុន្តែវានៅតែមិនគ្រប់គ្រាន់ដូច្នេះហើយភារកិច្ចសម្អាតក៏ត្រូវបានផ្ដល់ឲ្យសិស្សានុសិស្សក្នុងសាលផ្កាយ3និងសាលផ្កាយ4ផងដែរវាត្រូវបានគេមើលឃើញថាជាការសាកល្បងមួយប្រភេទការសម្អាតនីមួយៗត្រូវបានផ្ដល់រង្វាន់ដោយសប្បុរសដោយបន្ទុកសាលារៀនប៉ុន្តែសម្លេងរបស់ជាងឈីងអ៊ីស្ទើរតែបែកហើយក៏បានបន្តថាវាមានគ្រោះថ្នាក់ខ្លាំងណាស់ហើយការសម្អាតនីមួយៗឃើញមានជនរងគ្រោះវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេបើសិនបើក្រុមទាំងមូលត្រូវបានគេលុបចោលលីលួមានអារម្មណ៍ថាត្រជាក់រត់ចូលមកដល់ឆ្អឹងខ្នងសាកលវិទ្យាល័យផ្កាយដ៏ពិសិដ្ឋហាក់ដូចជាកន្លែងដាំដុះដ៏ល្អសម្រាប់គាត់ហើយក៏ប៉ុន្តែគ្រោះថ្នាក់ដ៏ធំបែបនេះបានលាក់ខ្លួនចិត្តជាងការគិតទៅទៀតទោះជាយ៉ាងណាក៏ដោយការបំផ្លាញពូជសាសន៍ក្រៅភូមិគឺជាការទទួលខុសត្រូវរួមប្រសិនបើពួកគេពិតជាបានរត់គេចខ្លួនមែននោះរាជាណាចក្រសៀទាំងមូលប្រហែលជាត្រូវបានបំផ្លិចបំផ្លាញជាងឈីងអេក៏បានបន្តទៀតថាដំបូងឡើយមានតែសិស្សសាលាសាលផ្កាយ4ប៉ុណ្ណោះដែលត្រូវបានផ្ដល់ភារកិច្ចសម្អាតក្រោយមកសិស្សសាលផ្កាយ3ក៏បានចូលរួមប៉ុន្មានឆ្នាំចុងក្រោយនេះសិស្សសាលាសាលផ្កាយ2ក៏ត្រូវបានចូលរួមផងដែរហើយពួកគេរើសតែក្រុមដែលល្អជាងគេប៉ុណ្ណោះជាងឈីងអ៊ីបានមើលទៅកាន់ភ្នែករបស់លីលួត្រង់នាងក៏បានសួរថាតើអ្នកដឹងពីអត្ថន័យនេះទេគាត់បានញ័រនៅក្នុងខ្យល់ពេលយំគាត់ក៏បានរលទាំថាតើវាមានន័យថាការបំពុលនៅក្នុងរូងភ្នំអម្ប្រាកាន់តែខ្លាំងឡើងដូច្នេះពួកយើងត្រូវការអ្នកសម្អាតកាន់តែច្រើនឡើងមែនទេនាងក៏បានងក់ក្បាលហើយក៏បាននិយាយថាខ្ញុំមិនដឹងថាហេតុអ្វីនោះទេប៉ុន្តែខ្ញុំដឹងថានាយកសាលាត្រូវបានគេមើលឃើញទៅជាងមុនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះមានន័យថាកិច្ចការគឺទាមទារឲ្យមានការយកចិត្តទុកដាក់ពីមនុស្សដែលស្ថិតនៅក្នុងកម្រិតស្នាញ់លីលួក៏បានសួរថាបើអញ្ចឹងមានឱកាសដែលសិស្សកាយមួយអាចនឹងចូលរួមនៅលើកនេះមែនទេជាងឈីងអ៊ីក៏បាននិយាយយ៉ាងម៉ឺងម៉ាត់ថាវាមិនអាចទៅរួចនោះទេទោះបីជាវាទំនងជាត្រូវបានកំណត់ចំពោះក្រុមពន្លឺពណ៌ស្វាយក៏ដោយប្រហែលជាមានការផ្លាស់ប្ដូរទម្រង់នៃការចូលរួមផងដែរអ្នកនឹងដឹងក្នុងពេលឆាប់នេះក្រុមពន្លឺពណ៌ស្វាយជាធម្មតាត្រូវបានបញ្ជាឲ្យទទួលយកវាចំណែកឯក្រុមផ្សេងទៀតមានហេតុផលចំនួន2ហើយការអនុញ្ញាតឲ្យបដិសេធប្រសិនបើអ្នកចង់បដិសេធអ្នកនឹងត្រូវបានបណ្តេញចេញលីលួដឹងថានេះមិនគួរឲ្យភ្ញាក់ផ្អើលសម្រាប់គាត់ទេ
ក្រុមពលឺពណ៌ស្វាយត្រូវបានផ្ដល់ការណែនាំដ៏ល្អនិងធនធានដ៏ល្អជាការពិតណាស់ពួកគេគួរតែមានទំនួលខុសត្រូវដែលធ្ងន់ជាងគេគាត់មិនដែលគិតថាសាកលវិទ្យាល័យផ្កាយដល់ពិសិដ្ឋគឺជាកន្លែងដែលផ្ដល់អំណោយដោយសប្បុរសនោះទេលីលួបានដកដង្ហើមធំគាត់ក៏បាននិយាយថាប្រហែលជាវាមិនមែនជារឿងល្អទេក្នុងការចូលទៅកាន់សាកលវិទ្យាល័យផ្កាយដល់ពិសិដ្ឋប្រហែលជាមានតែបកពួកដែលខ្លាំងជាងគេក្នុងរាជាណាចក្រសៀទេដែលដឹងអំពីរូងភ្នំអប្សរាវាមិនមែនជាព័ត៌មានជាសាធារណៈទេតម្លៃសម្រាប់លក្ខខណ្ឌដាំដុះនៅអំណោយផលរបស់សាកលវិទ្យាល័យផ្កាយដល់ពិសិដ្ឋគឺជាការគម្រាមកំហែងនៃរូងភ្នំអប្សរាជាងជាងអ៊ីក៏បានបញ្ជាក់ទៀតថារឿងខ្លះគឺមិនអាចជៀសវាងបានទេលីលួបានងក់ក្បាលគាត់គ្មានចេតនាកិច្ចពិវាទទេផ្ទុយទៅវិញនៅពេលនេះគាត់បានដឹងអំពីរូងភ្នំអប្សរាមានអាគារដ៏ចម្លែកមួយនៅខាងក្នុងអារម្មណ៍គាត់ចង់ដឹងពីសត្រូវដែលពុកម៉ែរបស់គាត់កំពុងតែប្រឈមមុខនាពេលនេះជាងជីងអ៊ីក៏បាននិយាយថាដរាបណាមនុស្សម្នាក់បានត្រឡប់មកវិញដោយជោគជ័យពីការសំអានក្រុមនីមួយៗទទួលបានពិន្ទុរាប់ចាំពីលេខ5ខ្ទង់ឡើងទៅលើបែបនេះលីលួស្ទើរតែស្រក់ទឹកមាត់គាត់ក៏បានឧទាហរណ៍ថាពិន្ទុចាប់តាំងពី5ខ្ទង់ក្នុងបេសកកម្មមួយអ្វីដែលនាងមិនបាននិយាយនោះគឺគូដែលខ្សោយជាងនេះក៏នឹងរួមបញ្ចូលជាមួយនឹងក្រុមសាលផ្កាយ2ផងដែរដែលមានន័យថាក្រុមសាលផ្កាយ3ជាធម្មតានិងជ្រើសរើសក្រុមសាលផ្កាយ2ក្រុមសាលផ្កាយ1ដូចជាលីលួច្បាស់ជាខ្សោយជាងក្រុមសាលផ្កាយ2ប៉ុន្តែវាមិនអាចជួយបានទេប៉ុន្តែវាមិនអីនោះទេប្រសិនបើនាងអាចជួយលីលួទទួលបានពិន្ទុដល់ពេលដែលត្រូវទៅចុះបញ្ចូលដល់ពេលដែលត្រូវបញ្ចុះបញ្ចូលមិត្តរួមក្រុមទាំងពីររបស់នាងហើយបន្ទាប់ពីពេលនេះពួកគេនឹងដឹងពីវិធីសាស្ត្ររបស់នាងបើពួកគេមិនព្រមទេនោះគេនឹងតស៊ូរហូតដល់មានការព្រមព្រៀងនៅថ្ងៃបន្ទាប់លីលូនិងជាងឈីងអ៊ីបានប្រកល់កិច្ចការទាំងអស់របស់ពួកគេត្រឡប់ទៅកាន់ខៃវ៉ៃហើយបន្ទាប់មកបានតាមយូឡាងប៉ៃមឹងនិងអ្នកផ្សេងទៀតត្រឡប់ទៅកាន់សាកលវិទ្យាល័យកាយដល់ពិសិដ្ឋវិញលីលួមានអារម្មណ៍ថាមានសេរីភាពច្រើននៅពេលដែលចូលដល់បរិវេណសាលាគាត់មានអារម្មណ៍ថាមានសុវត្ថិភាពជាងនៅទីនោះទន្ទឹមនឹងនោះមានភាពតានតឹងគួរឲ្យកត់សម្គាល់ក្នុងចំណោមសិស្សច្បងកាន់តែច្រើនឡើងហើយទឹកមុខព្រួយបារម្ភត្រូវបានគេមើលឃើញគ្រប់ទីកន្លែងនេះប្រហែលដោយសារតែរូងភ្នំអប្សរាយ៉ាងណាមិញប្រសិនបើបេសកកម្មសម្អាតត្រូវបានធ្វើឲ្យសកម្មសិស្សជាន់ខ្ពស់ទាំងនេះនឹងត្រូវបានគេបញ្ជូនចូលទៅក្នុងរូងភ្នំអប្សរាការស្លាប់និងរបួសកំពុងតែរងចាំពួកគេជនរងគ្រោះវាគឺជាពាក្យសាមញ្ញមួយប៉ុន្តែនៅពេលដែលអនុវត្តចំពោះមិត្តភ័ក្តិរបស់អ្នកដែលធ្លាប់ឆ្លងកាត់ការស្លាប់និងរស់ជាមួយគ្នាគឺវាខុសគ្នាជាងឈីងអ៊ីនិងយ៉ានលីងឆេងបានបំបែកចាញ់ពីក្រុមរបស់លីលួនៅពេលដែលពួកគេបានទៅដល់សាលារៀនមិនយូរប៉ុន្មាននៅសល់តែលីលួនិងប៉ៃមឹងដែលបានត្រឡប់ទៅកាន់កន្លែងរបស់ពួកគេវិញសំណើចដល់ភ្លឺស្វាងរបស់លីលួនិងការសើចរបស់ប៉ៃមឹងបានសាយព្រីតាមខ្យល់អាកាសខណៈពេលដែលពួកគេបានរំកិលជំហានពន្លឺឆ្ពោះទៅកាន់កន្លែងរបស់ពួកគេអ្នកទាំងពីរបានឈប់ភ្លាមនៅជំហានបន្ទាប់ស្រមោលរបស់ដើមឈើមានទំហំធំខុសពីធម្មតាលីលួស្ទើរតែឈានជើងចូលក្នុងវានៅពេលដែលគាត់បានដឹងថាវាគឺជាអ្វីហើយគាត់ក៏បានចាប់ប៉ៃមឹងមុនពេលដែលនាងបានឈានជំហានទៅកាន់ទីនោះលីលួក៏បាននិយាយដោយសប្បុរសថាស៊ីនហ្វូហេតុអ្វីបានជាអ្នកអង្គុយនៅទីនេះអ្នកមើលទៅគួរឲ្យអាណិនគាត់មើលទៅដូចជាក្មេងកំព្រាដែលកំពុងតែរង់ចាំម៉ែមកពីផ្សារប៉ៃមឹងបានលោតថយក្រោយដោយសម្លេងរោនាងក៏បាននិយាយថាខ្ញុំសុំទោសស៊ីនហ្វូខ្ញុំមិនបានឃើញអ្នកនៅទីនេះទេ
ស៊ីនហ្វូបានមើលយ៉ាងស្រងប់ស្រងាត់ពីក្រោមក្រណាត់របស់គាត់គំនិតមួយក៏បានលេចឡើងនៅលើក្បាលរបស់លីលូគាត់ក៏បាននិយាយថាអ្នកនឹងមិនបានចំណាយថ្ងៃឈប់សម្រាករបស់អ្នកទាំងអស់របស់អ្នកនៅទីនេះទេតើអ្នកមិនមានមិត្តភក្តិដើរលេងជាមួយអ្នកទេសិនហ្វូបានក្រវីក្បាលដោយសំឡេងគាត់សឹងតែមិនបាននិយាយពាក្យអ្វីសំបីតែមួយម៉ាន់នៅក្នុងសាកលវិទ្យាល័យផ្កាយ12សិនច្បាស់ណាស់គាត់គ្មានមិត្តភក្តិនោះទេលីលូបានទាយ៉ាងច្រើនបរិះនោះមានការស្ទាក់ស្ទើរចំពោះកំហុសប្រហែលដោយសារតែស្រមោលរបស់គាត់មនុស្សម្នាបានស្ទាក់ស្ទើរហើយពួកគេមិនបានគាត់សម្គាល់វត្តមានរបស់គាត់ហើយជារឿយៗមនុស្សត្រូវបានមើលរំលងលីលូបានដកដង្ហើមធំគាត់ក៏បានរੂរទាំថាវាពិតជាគួរឲ្យអាណិតណាស់ប៉ៃមឹងបានមើលមកគាត់ដោយក្តីអាណិតផងដែរហើយនាងក៏បាននិយាយថាស៊ីនហ្វូពួកយើងពិតជានឹងនាំអ្នកទៅជាមួយនៅពេលដែលពួកយើងបានចេញទៅខាងក្រៅខ្ញុំបានដើររកអ្នកមុនពេលដែលខ្ញុំចាកចេញខ្ញុំបានដើរជុំវិញទាំងអស់ប៉ុន្តែមិនបានរកឃើញអ្នកនោះទេនាងបានពន្យល់ស៊ីនហ្វូក៏បានពន្យល់ស៊ីនហ្វូក៏បាននិយាយដោយមិនសប្បាយចិត្តថាពេលដែលអ្នកចេញទៅខ្ញុំកំពុងតែអង្គុយនៅទីនេះមុខរបស់ប៉ៃមឹងបានកកនាងក៏បាននិយាយថាខ្ញុំមិនទាន់ខ្ញុំពិតជាមិនបានឃើញអ្នកទេស៊ីនហ្វូបានគវាក្បាលហើយក៏បានដកដង្ហើមធំអូអ្នកទាំងអស់គ្នានៅទីនេះអ្នកទាំង3ក៏បានក្រឡេកទៅឃើញអ្នកណែនាំឈីច័ន្ទបានដើរពីលើសិស្សទាំង3ក៏បានបញ្ញាបញ្ញាលស្វាគមន៍គ្រូរបស់ពួកគេឈីច័ន្ទបានងក់ក្បាលដាក់ពួកគេនាងក៏បាននិយាយថាមែនហើយដោយសារតែអ្នកទាំងអស់គ្នាបានប្រមូលផ្ដុំគ្នាតោះចាប់ផ្ដើមមេរៀនថ្ងៃនេះខ្ញុំមានព័ត៌មានដ៏សំខាន់សម្រាប់អ្នកនៅថ្ងៃនេះនាងបានងាកហើយក៏បានដើរទៅកាន់សួនច្បារដោយភាពរឹងប៉ឹងដែលធ្វើឲ្យលីលួច្បាស់ថានាងនឹងនិយាយពីអ្វីគាត់នឹងភ្នាល់ថានាងច្បាស់ជានិយាយពាក់ព័ន្ធនឹងរូងភ្នំអមប្រាអ្នកទាំង3ក៏បានប្រញាប់ប្រញាល់ដើរតាមនាងទៅកាន់ព្រះពន្លាដ៏ធំហើយអ្នកទាំង4ក៏បានអង្គុយរៀងខ្លួនអ្នកណែនាំឈីច័ន្ទក៏បាននិយាយភ្លាមថាមែនហើយអ្នកប្រហែលជាធ្លាប់បានឮខ្លះអំពីអ្វីដែលខ្ញុំបាននិយាយអំពីរូងភ្នំអមប្រានាងក៏បានបន្តទៀតថាក្នុងខែនេះសាលានឹងរៀបចំបេសកកម្មបោសសម្អាតក្រុមសាលផ្កាយ2ផ្កាយ3និងសាលផ្កាយ4នឹងចូលរួមគ្រប់គ្នាយើងបានទទួលព័ត៌មានថាការបំពុលនៅពេលនេះគឺអាក្រក់ជាពិសេសហើយសូម្បីតែតំបន់ជាច្រើនក៏រងការបំពុលពេលវេលាក្រុមនៅពេលនេះក្រុមសាលផ្កាយមួយដែលជាសាលពន្លឺពណ៌ស្វាយអាចនឹងត្រូវបានគេហៅផងដែរនាងបានសម្លឹងមើលពួកគេយ៉ាងធ្ងន់ធ្ងរនាងបានតថាការកោះហៅគឺជាកាតព្វកិច្ចប្រសិនបើអ្នកបដិសេធអ្នកនឹងត្រូវបានគេបណ្តេញចេញរូងភ្នំអមប្រាមិនត្រឹមតែគម្រាមកំហែងដល់សាកលវិទ្យាល័យផ្កាយ12ពិសិដ្ឋប៉ុណ្ណោះទេសាលារៀននេះការពាររាជានិច្ចសៀទាំងអស់ពីគ្រោះមហន្តរាយផ្សេងមិនថាអ្នកធ្វើវាសម្រាប់សាលារៀនឬក្រុមគ្រួសារអ្នកមិនគួរមានហេតុផលដើម្បីបដិសេធនោះទេសាទាំង3បានងក់ក្បាលយ៉ាងខ្លាំងដោយបង្ហាញពីភាពរឹងប៉ឹងនិងការតស៊ូដែលបានជួយពួកគេឲ្យឈ្នះតំណែងជាសាសពន្លឺពណ៌ស្វាយតាំងពីដំបូងនាងក៏បាននិយាយដោយងក់ក្បាលដោយការពេញចិត្តទៅកាន់ពួកគេទៀតថាទោះជាយ៉ាងណាក៏ដោយទោះបីជាអ្នកត្រូវបានគេកោះហៅក៏ដោយក្រុមសិស្សច្បងនឹងអមដំណើរអ្នកដោយផ្ដល់នៅបទពិសោធន៍និងការការពារលីលួក៏បានសួរថាអ្នកណែនាំតើអ្នកអាចប្រាប់ពួកយើងបន្ថែមពីមនុស្សក្រៅភពទៀតបានទេមិនថាពួកគេត្រូវបានគេកោះហៅឲ្យចូលរួមក្នុងបេសកកម្មបោសសម្អាតនៅពេលនេះឬអត់នោះទេនៅពេលនេះពួកគេដឹងថាវាជាមិនរួញក្នុងរយៈពេលដ៏ខ្លីខាងមុខនេះអ្នកណែនាំឈីច័ន្ទបានយល់ព្រមថាវាដល់ពេលដែលត្រូវប្រាប់អ្នករាល់គ្នាហើយខ្ញុំបានប្រាប់អ្នកពីមុនថាពិភពស្រមោលគឺកើតចេញពីអំពើអាក្រក់របស់មនុស្ស
សត្វក្រៅភពទាំងនេះគឺជាគំនិតដ៏អាក្រក់ទាំងនោះដែលបានចាប់កំណើតពួកវាត្រូវបានគេបែងចែកចេញជា4ថ្នាក់ធំធំថ្នាក់បំផ្លាញថ្នាក់គ្រោះមហន្តរាយនិងថ្នាក់ស្ដេចក្រៅភូមិថ្នាក់បំផ្លាញគឺកើតចេញពីចរិតរបស់អ្នកអនុញ្ញាតឲ្យគំនិតអាក្រក់របស់អ្នកហើយគ្រប់គ្រងរាងកាយរបស់អ្នកនៅទីបំផុតអ្នកនឹងចោះចាញ់នឹងការគ្រប់គ្រងរបស់មនុស្សក្រៅភូមិសំណឹងគឺជាអំណាចបុរាណរបស់មនុស្សក្រៅភូមិក្នុងរយៈពេលប៉ុន្មានឆ្នាំនៃការសម្លាប់រង្គាលនៅរោងភ្នំអម្បារាមនុស្សជាច្រើនបានធ្លាក់មកលើកណ្ដាប់ដៃរបស់ពួកគេខូចដោយសារតែខូចខាតដោយសារតែឥទ្ធិពលនៃអំពើអាក្រក់នៃសំណឹងសម្បីតែលីលួក៏មានអារម្មណ៍ថាក្តុកក្តួលផងដែរពេលដែលបានលើដូច្នេះពួកគេមិនត្រឹមតែប្រុងប្រយ័ត្ននឹងមនុស្សក្រៅភពប៉ុណ្ណោះទេប៉ុន្តែក៏ប្រឆាំងនឹងមិត្តរួមក្រុមរបស់ពួកគេផងដែរមែនទេប្រសិនបើវាបានមកដល់ពេលដ៏សំខាន់ពួកគេអាចនឹងត្រូវវិនាសថ្នាក់សំណឹងអ្នកផ្សេងទៀតក៏អាចត្រូវផ្លាស់ប្ដូរទៅជាសំណឹកពណ៌សនិងពណ៌ក្រហមនៅពេលដែលឆន្ទៈដ៏អាក្រក់របស់ពួកគេកាន់តែខ្លាំងពួកគេច្បាស់ជាផ្លាស់ប្ដូរបន្តិចម្ដងពីពណ៌សទៅជាពណ៌ក្រហមសំណឹកពណ៌សគឺប្រហែលជាស្ថិតនៅក្នុងកម្រិតទី3ក្នុងកម្លាំងខណៈពេលដែលសំណឹកពណ៌ក្រហមស្ថិតនៅក្នុងកម្រិតទី4ប្រសិនបើអ្នកត្រូវបានចាប់តាំងឲ្យធ្វើការបោសសម្អាតបេសកកម្មទាំងនេះនឹងជាអ្វីដែលអ្នកត្រូវធ្វើចំណែកឯថ្នាក់គ្រោះមហន្តរាយផ្សេងគឺស្ថិតនៅក្នុងដំណាក់កាលមេតុំខណៈដែលថ្នាក់គ្រោះមហន្តរាយខ្លះទៀតគឺខ្លាំងដូចជាថ្នាក់អង្គការរបស់ពួកយើងដែរនៅពេលណាប្រភេទផ្សេងទៀតលេចឡើងវាអាចប្រែក្លាយទីក្រុងរុងរឿងមួយទៅជាការសម្លាប់រង្គាលក្នុងពេលមួយប៉ព្រិចភ្នែកសម្រាប់ឯថ្នាក់ស្ដេចក្រៅភូមិមួយសន្ទុះនៃការភ័យខ្លាចគណៈពេលដែលសម្លេងរបស់ជាចាន់បានញ័រតិចនាងក៏បាននិយាយថាខ្ញុំសង្ឃឹមថាពួកយើងនឹងមិនជួបមនុស្សទាំងនោះទេម្នាក់ពួកវាមួយគឺពិតជាមានអំណាចដែលអាចធ្វើឲ្យប្រទេសមួយឈ្គួតទាំងមូលសារទាំង3របស់នាងបានចែករំលែកភាពតក់ស្លន់ជារួមថ្មីត្បិតតែនាងមិនបាននិយាយឲ្យច្បាស់លាស់ក៏ដោយវាត្រូវបានបញ្ជាក់ថាស្ដេចក្រៅភូមិអាចត្រូវបានដោះស្រាយដោយអិសរាជជនកម្រិតស្ដេចរបស់ពូជសាសន៍មនុស្សប៉ុណ្ណោះនាងបានដកដង្ហើមធំហើយក៏បាននិយាយតថាជាធម្មតាមនុស្សក្រៅភពមានរូបរាងដ៏អាក្រក់ប៉ុន្តែនៅពេលដែលពួកគេកាន់តែស្រដៀងនឹងមនុស្សនោះពួកគេកាន់តែរឹងមាំដូច្នេះប្រសិនបើអ្នករកឃើញសត្វដែលមើលទៅដូចជាពួកយើងមិនថានៅក្នុងរោងភ្នំអម្បារាឬកន្លែងផ្សេងទៀតនោះទេអ្នកគួរតែរត់ប្រសើរជាងសិស្សទាំង3បានងក់ក្បាលយ៉ាងឃ្លាវខ្លានាងក៏បាននិយាយដោយការដកដង្ហើមធំថាហើយនៅពេលនេះចូលយើងបន្តមេរៀនរបស់យើងសម្រាប់ថ្ងៃនេះមិនទាន់មានព័ត៌មានណាមួយបញ្ជាក់អំពីបេសកកម្មបោសសម្អាតនៅឡើយទេដូច្នេះអ្នកអាចបន្តដាំដុះសម្រាប់ពេលនេះខ្ញុំសង្ឃឹមថាអ្នកនឹងមិនត្រូវបានគេផ្ដល់បេសកកម្មនោះទេប្រសិនបើពួកគេត្រូវបានផ្ដល់នៅបេសកកម្មវាបង្ហាញថាការបំពុលនៅរោងភ្នំអម្បារាគឺពិតជាធ្ងន់ធ្ងរណាស់នោះមិនមែនជាដំណឹងល្អតទៅសោះសាកលវិទ្យាល័យផ្កាយដល់ពិសិដ្ឋសាលផ្កាយ3នៅក្នុងសង្វៀនវឹកហាន់ស្ត្រីវ័យកណ្ដាលដែលមានឈ្មោះថាហ៊ូស៊ូកំពុងតែត្រួតពិនិត្យមើលការវិវត្តរបស់សិស្ស3នាក់របស់នាងហើយនាងបានញញឹមយ៉ាងម៉ឺងម៉ាត់នាងក៏បាននិយាយថាមើលទៅហាក់ដូចជាអ្នកទាំងអស់គ្នាបានបន្តវឹកហាត់របស់អ្នកយ៉ាងខ្លាំងក្លាជាពិសេសឈីងអ៊ីប្រសិនបើអ្នកនៅតែបន្តបែបនេះតន្ទងជាអ្នកនឹងឆ្លងកាត់កម្រិតទី9នៅចុងឆ្នាំឱកាសរបស់អ្នកក្នុងការផ្ដួលសសរស្នំផ្កាយទាំង7នឹងមានកម្រិតខ្ពស់ជាងនេះជាងឈីងអ៊ីក៏បានងក់ក្បាលហួស៊ូក៏បានបន្តទៀតថានៅពេលនេះខ្ញុំប្រកាសថាអ្នកច្បាស់ជាបានឮព័ត៌មានរួចហើយរោងភ្នំអម្បារានឹងបើកនៅក្នុងខែនេះបេសកកម្មបោសសម្អាតនឹងរួមបញ្ចូលអ្នកផងដែរអ្នកមិនមែនជាអ្នកថ្មីទេហ
ហើយវាមិនមែនជាលើកទី1របស់អ្នកទេដូច្នេះខ្ញុំនឹងមិននិយាយឡើងវិញនៅរឿងធម្មតាទាំងអស់នោះទេគ្រាន់តែចំណាយពេលមួយផ្លែនចងចាំពីគ្រោះថ្នាក់ដែលនឹងកើតមានឆាបនេះពួកយើងដែលជាអ្នកណែនាំពន្លឺពណ៌ស្វាយនឹងចូលទៅក្នុងរោងភ្នំអម្ប្រាជាមុនសិនយើងនឹងដើរយ៉ាងជ្រៅដើម្បីកម្ចាត់សត្វក្រៅភូមិនៅលើកនេះអ្នកនឹងដឹកនាំក្រុមយុវជនទៅជាមួយចំពោះរបៀបជ្រើសរើសក្រុមយុវជននៅអាស្រ័យទៅលើក្រុមហួស៊ូបានក្រោកឈរឬក៏បានក្រវីហើយក៏បានចាកចេញពេលដែលនាងបានចាកចេញជាងឈិងអ៊ីបានងាកទៅរកមិត្តរួមក្រុមរបស់នាងទាំងពីរដែលកំពុងតែដុតដង្ហើមចេញដោយភាពធូរស្រាលនាងក៏បាននិយាយថាអ្នកណែនាំគឺតឹងរឹងដោយសពដងមិត្តរួមក្រុមរបស់នាងគឺជាក្មេងស្រីម្នាក់និងបុរសម្នាក់បុរសនោះស្គមស្គាំងហើយមានចរិតមុតស្រួញស្បែករបស់គាត់ងងឹតដូចជាធ្យូងថ្មគាត់មានចិនឃ្លាវខ្លាហើយនៅពេលដែលគាត់បានបញ្ចេញស្នាមញញឹមហាក់ដូចជាមានរស្មីដ៏ភ្លឺថ្លាឈ្មោះរបស់គាត់គឺឈីវប៉ៃក្មេងស្រីម្នាក់ទៀតមានរូបរាងតូចច្រឡឹងមានសក់កន្ទុយសេះនាងស្ថិតនៅក្នុងឯកសណ្ឋានវឹកហាត់ពណ៌សដែលមិនបានលាក់បាំងនៅរូបរាងជាស្ត្រីរបស់នាងទាំងស្រុងឈ្មោះរបស់នាងគឺធានទាំងនេះគឺជាមិត្តរួមក្រុមរបស់ជាងឈិងអ៊ីនៅក្នុងក្រុមហងខ្មៅធានបាននិយាយថាល្អណាស់អ្នកដឹកនាំប្រសិនបើអ្នកយកឈ្នះសសរស្តម្ភកាយទាំង7អ្នកនឹងបានបង្កើតកំណត់ត្រាថ្មីមួយឈីវប៉ៃដែលកំពុងតែពិនិត្យមើលការឆ្លុះបញ្ចាំងពីខ្លួនឯងយ៉ាងហ្មត់ចត់នៅក្នុងកញ្ចក់បានងក់ក្បាលយ៉ាងរីករាយក្នុងការយល់ព្រមជាងឈិងអ៊ីបានសម្លឹងមើលពួកគេនាងក៏បាននិយាយថាមានគំនិតអ្វីខ្លះនៅលើក្រុមយុវជនដែលពួកយើងនឹងជ្រើសរើសស្នាមញញឹមរបស់ធានគឺដូចជាឆ្មាតូចមួយនាងក៏បាននិយាយថាអ្នកដឹកនាំយើងមានតម្រុយរួចហើយជាងឈិងអ៊ីក៏បានសួរថាអូគឺជាអ្នកណានាងក៏បាននិយាយដោយក្តីរីករាយថាតើមានអ្នកណាទៀតអ្នកគ្រប់គ្រងដ៏ធំបំផុតរបស់អ្នកនៅក្នុងសាលផ្កាយ2គឺយេឈីវទិញឈីវប៉ៃបានងើបមកពីកញ្ចក់របស់គាត់បាននិយាយថាយេឈីវទិញគឺពិតជាខ្លាំងក្រុមចុងក្រោយធម្មជាតិទទួលបានចំណាត់ថ្នាក់លេខ2នៅក្នុងសមរភូមិចំណាត់ថ្នាក់ចុងក្រោយគឺនៅពីក្រោយក្រុមទេពអប្សរភ្លើងមួយប៉ុណ្ណោះធានក៏បានចងល់បង្ហាញថាយេឈីវទិញបានចូលរួមជាមួយនឹងពួកយើងក្នុងបេសកកម្មមួយពីមុនមកវាសមហេតុសមផលដែលពួកយើងនឹងជ្រើសរើសពួកគេម្ដងទៀតជាងឈិងអ៊ីបាននិយាយដោយស្ងប់ស្ងាត់ថាខ្ញុំមិនមានបំណងបែបនោះទេមិត្តរួមក្រុមរបស់នាងបានសម្លឹងមើលដោយការភ្ញាក់ផ្អើលពួកគេក៏បានសួរថាតើអ្នកមិនចង់ជ្រើសរើសយេឈីវទិញទេមែនទេបើអញ្ចឹងគឺជាអ្នកណាជាការពិតណាស់ក្រុមទេពអប្សរភ្លើងនឹងប្រសើរជាងនេះទៅទៀតជាងឈិងអ៊ីក៏បាននិយាយដោយស្ងប់ស្ងាត់ថាខ្ញុំមានបំណងចង់ជ្រើសរើសក្រុមយុត្តិធម៌មែនទេឈីវប៉ៃបានរំលឹកឈ្មោះនេះក្នុងចិនហាក់ដូចជាមិនដែលធ្លាប់បានលើក្នុងសាលកាយ2នោះទេធានក៏បាននឹកឃើញមុនគេថាអ្នកមានន័យថាក្រុមសាលកាយ1អ្នកមានន័យថាក្រុមសាលកាយ1មែនទេលីលួគឺជាអ្នកដឹកនាំរបស់ពួកគេមែនទេអ្នកដឹកនាំសូម្បីតែឈីវប៉ៃក៏បានទុកកញ្ចក់របស់គាត់ផងដែរក្រុមសាលកាយ1គាត់បានមានការងឿងឆ្ងល់វាហាក់ដូចជាមិនសមរម្យនោះទេពួកគេក៏បានប្រកែកថានៅក្នុងរោងភ្នំអម្ប្រាគឺជាកន្លែងដ៏គ្រោះថ្នាក់ដូច្នេះពួកគេគួរតែជ្រើសរើសអ្នកណាដែលខ្លាំងដើម្បីធានាដល់សមត្ថភាពរបស់ពួកគេមិនដែលគ្រប់គ្រងក្រុមកាយមួយឲ្យចូលក្នុងរោងភ្នំអម្ប្រាពីមុនមកទេជាងឈិងអ៊ីបានសារភាពថាខ្ញុំទទួលស្គាល់ថាវាគឺជាហេតុផលអាត្មានិយមប៉ុន្តែក្រុមយុត្តិធម៌គឺមិនខ្សោយនោះទេពួកគេគឺជាក្រុមកំពូលនៅក្នុងសាលកាយមួយហើយខ្ញុំមិនជឿថាពួកគេនឹងទាញឲ្យពួកយើងចុះនោះទេហើយខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព
ដើម្បីបិទបាំងភាពទន់ខ្សោយរបស់ពួកគេនៅក្នុងរូងភ្នំអម្ប្រាធានបានដកដង្ហើមធំដោយក្តីរំភើបពួកគេសន្យាមែនប៉ុន្តែពួកគេគ្រាន់តែជាក្រុមសាលផ្កាយមួយសូម្បីតែឈីវប៉ៃក៏កំពុងតែនិយាយផងដែរអ្នកណែនាំតើអ្នកមិនពិចារណាឡើងវិញទេមែនទេជាងអេបាននៅស្ងៀមមួយសន្ទុះបន្ទាប់មកនាងបានងក់ក្បាលហើយក៏បាននិយាយថាសុំទោសនោះគឺជាចំហរបស់ខ្ញុំទោះបីជាពួកគេខ្សោយយ៉ាងណាក៏ដោយខ្ញុំអាចបាត់គម្លាតបានខ្ញុំសង្ឃឹមថាអ្នកអាចទុកចិត្តខ្ញុំនៅលើរឿងនេះឈីវប៉ៃនិងធានបានចែករំលែកនៅការសម្លឹងមើលដាក់គ្នាអ្នកដឹកនាំដ៏ត្រជាក់និងសមហេតុសមផលរបស់ពួកគេតែងតែមានលីលួជាចំណុចព្រួយបារម្ភឈីវប៉ៃក៏បានអង្វរថាអ្នកណែនាំអ្នកដឹងពីគ្រោះថ្នាក់នៃរូងភ្នំអម្ប្រាផងដែរពិតណាស់យើងជឿជាក់នៅលើជំនាញរបស់អ្នកប៉ុន្តែតើយើងនឹងបិទបាំងគុណវិបត្តិដែលកើតឡើងដោយរបៀបណាជាងអេក៏បានឆ្លើយតបដោយមិនស្ទាក់ស្ទើរថាខ្ញុំនឹងដាក់ជីវិតរបស់ខ្ញុំធានបានដកដង្ហើមធំជាងអេមិននៅឆ្ងាយពីបុរសម្នាក់នេះទេតើពួកគេមិនត្រឹមតែភ្ជាប់ពាក្យទេមែនទេនៅតែជាការប្រកាសយ៉ាងច្បាស់អំពីទំនាក់ទំនងពិសេសមួយប្រសិនបើនាងសុកចិត្តដាក់ជីវិតរបស់នាងនៅលើខ្សែបន្ទាន់លីលួគឺជាបុរសដែលមានសំណាងឈីវប៉ៃក៏បាននិយាយយ៉ាងសាមញ្ញថាត្រូវហើយប្រសិនបើនោះគឺជាជំរឿនរបស់អ្នកពួកយើងនឹងដោះស្រាយតាមច្បាប់ក្រុមរបស់ពួកយើងគាត់បានដើរថយក្រោយពី3ជំហានហើយអណ្ដាតភ្លើងពណ៌ខ្មៅបានឆាបឆេះយ៉ាងសន្ធោសន្ធៅពាសពេញដីពួកវាក៏បានបំបែកគ្នាហើយលំពេងដាល់ឆេះក្នុងដៃរបស់គាត់ធានបានទាដៃរបស់នាងហើយបោះជំហានថយក្រោយថាមពលពណ៌បៃតងរបស់នាងចាប់យករោមភាពនៃបាក់សៃស្លាបហោរបស់នាងបានធ្វើឲ្យមានខ្យល់បក់បោកច្បាប់ក្រុមគឺសាមញ្ញនៅពេលដែលមានគំនិតមិនត្រូវគ្នាកម្លាំងដ៏សាហាវគឺជាអ្នកសម្រេចចិនផ្នែកពណ៌មាសរបស់ជាងអេបានភ្លឺដោយក្តីរីករាយភាគីទាំងពីរយល់ថាបានឈានដល់ជំហាននេះមានន័យថាពួកគេបានទទួលយកការលើកឡើងរបស់នាងហេតុអ្វីមូលហេតុដោយសារតែពួកគេមិនអាចយកឈ្នះនាងបានទេទោះជាបែបនេះក្តីនេះគឺជាទម្រង់បែបបទមួយដែលត្រូវប្រកាន់ខ្ជាប់មានការក្រៀមក្រំនៅលើមុខរបស់ពួកគេមួយសន្ទុះនៅពេលបន្ទាប់មកពួកគេក៏បានរំសាយអារម្មណ៍នៅប៉ុន្មានថ្ងៃបន្ទាប់បានកន្លងផុតទៅដោយមិនមានព័ត៌មានពីការលុបបំបាត់បេសកកម្មសម្រាប់សាលផ្កាយមួយទេសាលាប្រហែលជានៅតែពិភាក្សាគ្នាជាលទ្ធផលលីលួនិងអ្នកផ្សេងទៀតកំពុងតែបន្តធ្វើការដាំដុះរបស់ពួកគេដោយធម្មតានៅពេលនេះពួកគេដឹងថាបេសកកម្មបោសសម្អាតនឹងកើតឡើងនៅពេលក្រោយហើយវាមិនយូរទៀតទេពួកគេចង់កាន់តែរឹងមាំឱកាសរបស់ពួកគេកាន់តែប្រសើរឡើងក្នុងការចាកចេញពីរូងភ្នំអម្ប្រាទាំងមានជីវិតមួយថ្ងៃលីលួទៅតែបញ្ចប់ការវឹកហាត់របស់គាត់នៅក្នុងបន្ទប់ក្រោមដីគាត់បានឡើងទៅជាន់លើដើម្បីទៅជួបជាមួយនឹងប៉ៃមឹងដែលកំពុងតែរៀបចំតុងជាមួយនឹងអាហារដ៏ឆ្ងាញ់នាងបានញញឹមដាក់គាត់ហើយក៏បាននិយាយថាអ្នកដឹកនាំបានបញ្ចប់ការវឹកហាត់ហើយមែនទេខ្ញុំបានយករបស់ទាំងនេះចេញពីអាហារដ្ឋានលីលួក៏បាននិយាយដោយក្តីរីករាយហើយក៏បានអង្គុយនៅលើតុថាអ្នកគឺជាកំណប់ទ្រព្យដ៏កម្រនាងបានអង្គុយទល់មុខជាមួយគាត់ដោយញញឹមដាក់លីលួហើយនាងបានទាញដបមួយចាញ់ដោយមានអង្គធារាវថ្លានៅខាងក្នុងនាងបានអង្គុយទល់មុខជាមួយគាត់ដោយស្នាមញញឹមលីលួបានទាញដបតូចមួយចាញ់ដែលមានអង្គធារាវថ្លានៅខាងក្នុងគាត់បានដាក់វាយ៉ាងប្រុងប្រយ័ត្ននៅចំពោះមុខប៉ៃមឹងនាងបាននិយាយដោយការភ្ញាក់ផ្អើលថានេះគឺជាអំណោយមែនទេលីលួក៏បាននិយាយថាសាឡបងមួយដំណក់នាងបានសម្លឹងមើលទៅកាន់វត្ថុរាវដោយភាពសង្ស័យបន្ទាប់មកភ្នែករបស់នាងក៏បានបើកនៅពេលដែលនាងបានសម្លឹងមើលលីលួដោយក្តីរីករាយស្ទើរតែមិនជឿ
នាងបានលូកដៃទាំងញ័រហើយទម្លាក់អណ្ដាតរបស់នាងបានប្រែទៅជារឹងដោយការភ្ញាក់ផ្អើលនាងក៏បានរត់តំថានេះរសជាតិផ្អែមមែនទេលីលួបានងក់ក្បាលហើយក៏បានញញឹមគាត់ក៏បាននិយាយថាខ្ញុំប្រាប់អ្នកថាខ្ញុំមានការបំផុសគំនិតមួយខ្ញុំបានធ្វើការស្រាវជ្រាវក្នុងរយៈពេល2ថ្ងៃចុងក្រោយនេះហើយបង្កើនជារសជាតិផ្អែមនៅពេលដែលខ្ញុំទទួលបានវាទាំងស្រុងអ្នកគួរតែអាចភ្លក់រសជាតិបានគ្រប់ជ្រុងជ្រោយបន្ទាប់មកអារម្មណ៍នៃរសជាតិរបស់អ្នកគួរតែត្រូវបានស្ដារឡើងវិញយ៉ាងពេញលេញប៉ៃមឹងបានក្តាប់ដបយ៉ាងតឹងនាងក៏បាននិយាយយ៉ាងស្រទន់ថាសូមអរគុណអ្នកដឹកនាំលីលួបានក្រវីដៃចេញប៉ុន្តែភាពមិនប្រុងប្រយ័ត្នរបស់គាត់បានរអាក់រអួលនៅពេលដែលគាត់បានឃើញដំណក់ទឹកធំហូរចុះមកលើផ្ទៃមុខរបស់នាងស្រាប់តែឮសំឡេងជើងចេញពីកាំចន្ទាស៊ីនហ្វូបានចុះទៅលើចន្ទាភ្លាមហើយឃើញប៉ៃមឹងបានយំហាក់ដូចជាបេះដូងរបស់នាងបានក្រំគ្រាគ្រប់ប្រភេទនៃការចាប់អារម្មណ៍ស្នេហាយ៉ាងខ្លាំងបានលេចចេញតាមការស្រមើស្រមៃរបស់គាត់ទីបំផុតការយកចិត្តទុកដាក់របស់គាត់បានទៅកាន់លីលួសុំទោគាត់បាននិយាយយ៉ាងស្រទន់ថាពេលវេលាមិនល្អមែនទេលីលួបានក៏លេចមើលគាត់ប៉ៃមឹងប្រញាប់ជូតទឹកភ្នែកចេញដោយការអាម៉ាស់បន្ទិញលីលួក៏បាននិយាយដោយសប្បុរសថាមឹងខ្ញុំបាននិយាយថាខ្ញុំនឹងស្នើអារម្មណ៍របស់អ្នកឡើងវិញសូមជឿលើខ្ញុំក្រៅពីនេះយើងគឺជាមិត្តល្អដែលមានទំនាក់ទំនងល្អបែបនេះសម្រាប់អ្នកគឺវាពិតជាមានតម្លៃប៉ៃមឹងបានຕົកដបដោយប្រុងប្រយ័ត្ននាងក៏បាននិយាយថាអ្នកដឹកនាំខ្ញុំក៏មិនស្ទាក់ស្ទើរចំពោះការបង្កើនរូបមន្តរបស់ខ្ញុំផងដែរនាងបានញញឹមយ៉ាងរីករាយនាងក៏បាននិយាយថាខ្ញុំបានធ្វើការស្រាវជ្រាវលើរូបមន្តទាំងអស់នេះអស់រយៈពេលជាច្រើនឆ្នាំនាងបាននិយាយយ៉ាងអន្ទះសារទៀតថាប្រសិនបើអ្វីដំណើរការបានយ៉ាងល្អនោះប្រកាសជាមានរូបមន្តផ្កាយ4ភឹទឹករបស់ទឹកដែលលីលួកំពុងផឹកបានចេញមកប្រសិនបើមិនដល់វិនាទីចុងក្រោយនៃក្បាលទេគាត់នឹងបានព្រោះអាហារពេញតុដោយសារតែការភ្ញាក់ផ្អើលគាត់ក៏បានសួរបញ្ជាក់តថារូបមន្តផ្កាយ4មែនទេបន្ទាប់ពីច្រើនឆ្នាំមកល្អបំផុតដែលវីឡាសាន់គ្រីកបានបង្កើតឡើងគឺរូបមន្តផ្កាយ3សូម្បីតែសម្រាប់វីឡាល្អជាងគេក៏ដោយរូបមន្តផ្កាយ4គឺជាកំណត់ទ្រព្យដ៏អស្ចារ្យដែលមានតម្លៃដែលមិនអាចនឹកស្មានដល់តើលីលួសុបិនអំពីរូបមន្តផ្កាយ4ឲ្យផ្ទះលួឡានប៉ុន្មានដងមកហើយរាល់ពេលដែលគាត់ភ្ញាក់ពីសុបិនគាត់គ្រាន់តែដកដង្ហើមយ៉ាងសោកសៅវាពិតជាសុបិនពេលថ្ងៃបើទោះបីជាម្ដងម្កាលបានមកហាញខ្លួននៅលើទីផ្សារក៏ដោយក៏តម្លៃរបស់វាមិនគួរឲ្យជឿហើយនៅពេលនេះប៉ៃមឹងបាននិយាយថានាងចិត្តបញ្ចប់វាហើយវាគឺជាភាសាដ៏អស្ចារ្យដែលបានធ្លាក់ទៅលើមេឃមានតម្រុយនៃការរំភើបនៅក្នុងភ្នែករបស់ប៉ៃមឹងនាងក៏បាននិយាយថាអូចារូបមន្តផ្កាយ4ខ្ញុំបានធ្វើការលើវាអស់រយៈពេលជាច្រើនឆ្នាំមកហើយលីលួបានសម្លឹងមើលនាងគាត់បាននិយាយយ៉ាងម៉ឺងម៉ាត់ថាមើលចុះមឹងអ្នកពិតជាអស្ចារ្យពេកហើយស៊ីនហ្វូក៏បានអង្គុយចុះគាត់ក៏បាននិយាយថាអ្នកដឹកនាំការលោភលន់របស់អ្នកកំពុងតែបង្ហាញលីលួមិនអើពើនឹងគាត់ទេខួរក្បាលទាំងមូលរបស់គាត់ពោពេញដោយគំនិតនៃរូបមន្តផ្កាយ4គាត់ត្រូវបានគេចាប់ពង្រត់ដោយប៉ៃមឹងហើយចាក់សោនាងនៅក្នុងមន្ទីរពិសោធន៍រហូតដល់នាងបញ្ចំភាពធម្មតាទាំងអស់របស់គាត់បានហួនមុនពេលដែលការល្បួននៃរូបមន្តផ្កាយ4គាត់បានរំសាយអារម្មណ៍របស់គាត់យ៉ាងហិង្សាហើយប្រញាប់ប្រញាល់ទៅដួសបាយនិងដួសសុំឲ្យប៉ៃមឹងនាងបានយកស៊ុបដោយស្នាមញញឹមដឹងគុណហើយក៏បាននិយាយថាអរគុណអ្នកដឹកនាំកុំបារម្ភអ្នកដឹកនាំរូបមន្តនេះនឹងក្លាយទៅជារបស់វីឡាសាន់គ្រីង
លើបែបនេះលីលួពោពេញដោយសុភមង្គលតឹងសំឡេងកងរំពងក៏បានបន្លឺឡើងពីពេញសាកលវិទ្យាល័យថ្ងៃ10ពិសិនវាស្នាប់ទៅមិនល្អទេអ្នកទាំង3ក៏បានដាក់ចង្កោះធានមិនមែនសម្រាប់តែគោលបំណងដាំដុះទេវាក៏ជួយបង្ក្រាបនៅអំណាចរបស់រោងភ្នំអម្បរាផងដែរប្រសិនបើមិនមែនសម្រាប់ជំនួយរបស់វាទេនាយកសាលាតែម្នាក់ឯងនឹងមិនអាចទប់ទល់បានយូរនោះទេលីលួបានដេបទឹកមាន់វាហាក់ដូចជារោងភ្នំអម្បរាគឺជាហេតុផលពិតប្រាកដសម្រាប់ទីតាំងរបស់សាកលវិទ្យាល័យផ្កាយ10ពិសិនគំនិតមួយក៏បានកើតឡើងចំពោះលីលូគាត់ក៏បានសួរថាអ្នកណែនាំសាកលវិទ្យាល័យពិសិដ្ឋផ្សេងទៀតក៏ដូចគ្នាផងដែរហើយពួកគេទាំងអស់ត្រូវបានសាងសង់ឡើងដើម្បីបង្ក្រាបការបាក់បែកដូចជារូងភ្នំអម្បរាដែរមែនទេឈីចាន់បាននិយាយដោយស្នាមញញឹមថាពិតជាមុតស្រួចមែនជាការពិតណាស់វាគឺជាករណីដូចគ្នាសម្រាប់សាកលវិទ្យាល័យទាំងអស់វាគឺជាហេតុផលដែលមានសម្ព័ន្ធសាលារៀននោះគឺជាផែនការដ៏គួរឲ្យចាប់អារម្មណ៍ដូច្នេះជុំវិញពិភពលោកសាលារៀនដ៏មានអំណាចទាំងនេះបានបាននៅលំហទប់ស្កាត់ការសម្លាប់រង្គាលដែលនឹងរីករាលដាលមិនយូរប៉ុន្មានពួកគេក៏បានទៅដល់ដើមឈើនៃធម្មពលធានដែលជាកន្លែងដែលមានភាពតានតឹងក្រុមឥទ្ធិពលបានបន្លឺសម្លេងឡើងរបស់វងមនុស្សមានមនុស្សច្រើនកកប៉ុន្តែពួកគេត្រូវបានបែងចែកយ៉ាងច្បាស់នៅក្នុងសាលរបស់ពួកគេបើប្រៀបធៀបទៅនឹងក្រុមសាលផ្កាយ1និងសាលផ្កាយ2ដែលខ្លាំងជាងក្រុមសាលផ្កាយ3ឬក៏ផ្កាយ4គឺមានសមត្ថភាពច្រើនជាងច្បាស់ណាស់ថាបទពិសោធន៍ជាច្រើនរបស់ពួកគេជាមួយនឹងបេសកកម្មបោះសម្អាតបានផ្ដល់ឲ្យពួកគេនៅអារម្មណ៍មិនល្អផងដែរមានការកក្រៅក្នុងវងមនុស្សមានការកក្រៅក្នុងវងសាលផ្កាយ4ហើយលីលួបានមើលទៅឃើញថាមានសិស្សសាលផ្កាយ2បានមកដល់ហើយលីលួបានមើលទៅឃើញថាមានសិស្សចំនួន2នាក់បានមកដល់នោះគឺជាកុងសិនជុននិងព្រះនាងទី1អ្នកណែនាំឈីចាន់ក៏បាននិយាយឡើងថាខណៈពេលដែលរោងភ្នំអម្បរាបានបើកសិស្សសាលាសាលផ្កាយ3និងសាលផ្កាយ4គឺជាកម្លាំងដ៏សំខាន់នៅពេលនេះសូម្បីតែសិស្សសសស្ដំទាំង7ក៏បានមកដល់ផងដែរលីលូបានចាប់អារម្មណ៍នៅពេលនេះសិស្សសស្ដំកាយទាំង7គឺជាឈ្មោះដែលគាត់ធ្លាប់ស្គាល់ពីមុនមកហើយជាសិស្សដែលខ្លាំងបំផុតទាំង7នៅក្នុងសាកលវិទ្យាល័យផ្កាយ10ពិសិនដែលគ្រប់គ្នាប្រាថ្នាចង់ក្លាយទៅជាទោះជាយ៉ាងរណារូបរាងកាយនោះនិងចរិតបែបនេះគឺពិតជាមានភាពទាក់ទាញអ្នកណែនាំឈីចាន់ក៏បាននិយាយឡើងថានាងត្រូវបានគេហៅថាយេឆឹងយិញដែលមកពីផ្ទះឡានលីងខ្ញុំឮថានាងទទួលការងារជាអ្នកជំនួសពេលខ្លះការងារជាអ្នកជំនួសមែនទេលីលួបាននិយាយម្ដងទៀតទាំងងឿងឆ្ងល់គឺជាឃាតករអ្នកណែនាំឈីចាន់បានថែមលីលួបានគាំងទាំងស្រុងអ្នកណែនាំឈីចាន់បាននិយាយដោយទឹកមុខស្នាមញញឹមថាប្រយ័ត្នប្រសើរជាងលីលួដោយមើលឃើញពីភាពរញ៉េរញ៉ៃរបស់ផ្ទះលូឡានច្បាស់ជានឹងមាននរណាម្នាក់ជួលនាងឲ្យទៅសម្លាប់អ្នកលីលួបានចាប់ផ្ដើមគាំងម្ដងទៀតហើយគាត់បានចាប់ផ្ដើមបែកញើសគាត់ក៏បានឧត្តមថាតើវាមិនអីទេមែនទេយើងទាំងអស់គ្នាគឺជាមិត្តរួមសាលាអ្នកណែនាំជាច័ន្ទបានសើចនាងក៏បាននិយាយថាល្អណាស់សាលាគឺជាសាលារៀនអាជីវកម្មគឺជាអាជីវកម្មគ្មានការប៉ះទង្គិចគ្នានៅទីនេះទេខណៈពេលដែលពួកគេកំពុងតែពិភាក្សាគ្នាយេឆឹងយិញគ្មាននរណាម្នាក់បានគាត់សង្កល់ឃើញថាស៊ីនហ្វូបានងើបពីក្រោមក្រណាត់របស់គាត់ហើយសម្លឹងមើលនាងយ៉ាងខ្លាំងយាយឆឹងយិញហាក់ដូចជាយល់ឃើញហើយនាងបានបង្វែរភ្នែកដ៏ត្រជាក់មកកាន់ទិសដៅរបស់គាត់ស៊ីនហ្វូបានបន្ថយភ្នែករបស់គាត់យ៉ាងលឿនភ្នែករបស់យាយឆឹងយិញបានសម្លឹងមើលគាត់យ៉ាងយូរហើយបន្ទាប់មកនាងក៏បានងាកចេញដោយប្រងើយកន្តើយ
អញ្ចឹងសាច់រឿងរបស់យើងសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាបើមានកំហុសខុសឆ្គងនៅត្រង់កន្លែងណា admin សូមអធិស្ឋានអ្នកទាំងអស់គ្នាផងអញ្ចឹងសម្រាប់ពេលនេះ admin សូមគោរពលាអ្នកទាំងអស់គ្នាបាយបាយ